Hello សួស្តីបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលតន្ទឹងរង់ចាំប្រភេទទុរេនមនខងបាទទុរេនសាច់ទឹកដោះគោអានេះខ្ញុំចង់កាត់យកមកមើលថាវាទុំឬក៏អត់ឥឡូវខ្ញុំកាត់មកហើយឥឡូវខ្ញុំបានពុះចិត្តរួចរាល់ហើយឥឡូវយើងបកមើលសាច់ខ្ញុំបានពុះហើយតែបានបកហើយឥឡូវបកមើលអស់គ្នាអត់មើលថាវាប៉ុណ្ណាអូយមើលសាច់អូអានេះលក្ខណៈស្ងួតពីខាងក្រៅលឿងស្រួលពីខាងក្នុងនេះអូយមកក្របទូចតែមួយអូយអញ្ចឹងខ្ញុំដល់មកហូបតរ៉េនហើយបងប្អូនអរគ្នាដល់មកហូបតរ៉េនហើយអានេះសាខ្ញុំហូបខ្លួនឯងខ្ញុំមិនបាច់ចាំអីញ៉ៃក្រៅទេឆ្ងាញ់អែមឆ្ងាញ់ទៅសារវាប្រភេទស្ងួតខាងក្រៅតុនខាងក្នុងnhaឃើញទេបាទអូចឹងតរ៉េនថ្ងៃ25ខ្ញុំទៅកាត់ហើយថ្ងៃ25ថ្ងៃ26មករកនៅខាងមុនឡាយមកប្រៃប្រាបានទៅហើយ